ដឹកទៅដល់លើហើយកុំបារម្ភអីលោកជីឡានអត់បើកភ្នែកទេឆាប់ចុះមកអីត្រីរបស់ខ្ញុំនាងអត់អីទេលោកពូគឺជាលោកតាលោកប្រធានឡាននឹងខូចហើយប្រហែលជាពួកយើងទៅប្រជុំមិនទាន់ទេចាំខ្ញុំជួយលោកទៅនេះមកឆាប់ឡើងមកអញទៅមុនទៅអរគុណនាងហើយមិនអីទេឆាប់ចូលទៅកុំឲ្យយឺតខាន់ចូលគ្នាយូរហើយចាស់ស៊ីឈីអញកំពុងតែធ្វើស្អីហ្នឹងថតបង្ហោះឲ្យមិត្តចាស់របស់យើងមើលហ្នឹងណាឲ្យពួកគេមើលថាសើប្រឡងមកតែអីយ៉ាងម៉េចហើយត្រឹមតែជាអ្នកលក់ត្រីហ្នឹងលក់ត្រីវាយ៉ាងម៉េចខ្ញុំប្រឹងរកដោយសមត្ថភាពរបស់ខ្ញុំពិតជាមាត់ពូកែមែនខ្លាំងស្អីហ្នឹងអេថ្ងៃស្អីហ្នឹងគឺជាថ្ងៃទិវាក្តីស្រឡាញ់ប្រហែលជាឯងនៅសិង្ហបុរីទេមើលទៅអេយកខុសហើយខ្ញុំមានមកប្រុសហើយល្អអន្តាថ្ងៃស្អីហ្នឹងគឺជាថ្ងៃចូលពីរបស់ខ្ញុំមិត្តវិទ្យាល័យគេសិតតែទៅទាំងអស់ឯងនាំមកប្រុសរបស់ឯងមកដែរទៅល្អទៅក៏ទៅខ្ញុំខ្លាចតែថ្ងៃស្អែកហ្នឹងពួកឯងគឺជាអ្នករត់បាសជើងទេដោយសារតែមុននឹងខ្ញុំជូនលោកឥឡូវត្រីរបស់ខ្ញុំវាងាប់អស់ហើយនេះគឺជាលុយ$10000ខ្ញុំឲ្យនាងខ្ញុំមិនត្រូវការលុយរបស់លោកទេអញ្ចឹងនាងចង់បានអីតើលោកអាចសម្ដែងធ្វើជាមិត្តប្រុសរបស់ខ្ញុំបានទេសុំទោសអ្នកនាងមួយនាទីរបស់លោកប្រធានរបស់ខ្ញុំមានតម្លៃរាប់លានដុល្លារឯណោះខ្លាចតែមិនអាចទៅសម្ដែងធ្វើជាមិត្តប្រុសរបស់អ្នកនាងបានទេរាប់លានរំខានហើយលឿនថ្ងៃស្អែកនេះខ្ញុំទៅជួបមិត្តវិទ្យាល័យហើយផលិតផលទាំងនេះខ្ញុំប្រើចិត្តអស់ហើយសំណាងឯងដែលវានៅសល់ខ្លាំងថ្ងៃស្អែកនេះខ្ញុំត្រូវតែលេចធ្លោជាងគេអញគឺពិតជាទៅមែនអញគ្មានមកប្រាប់ផងហ្នឹងកុំបារម្ភអីសាច់ឆាគេបានប្រាប់ខ្ញុំថាថ្ងៃស្អែកហ្នឹងគេនឹងមកជួបខ្ញុំតែឯងមិនឆ្លៃសាច់ឆាទេអីឬក៏គេតាមញ៉ាឯងនិយាយស្អីនោះសាច់ឆាឬក៏សាច់ឆាគេជាមិត្តប្រុសរបស់ឯងយ៉ាងម៉េចចំណែនខ្ញុំមែនខ្ញុំនិយាយឲ្យថាចាស់សាច់ឆាគេប្រកាសជាជឿមកបើព្រៃធំមកគេម្នាក់នេះគឺជាមិត្តប្រុសរបស់ខ្ញុំទេថ្ងៃនេះពួកយើងចប់ពេកជាមួយគ្នាហើយបងហ៎បងលោកម៉ែហើយមកថែមទឹកអប់ឲ្យក្រអូបបន្តិចកុំឲ្យចាប់ក្លិនត្រីជាអ្នកលក់ត្រីដូចឯងមិនសមប៉ាអនាគតប្តីខ្ញុំទេដំណើរអនាគតប្តីរបស់នាងទៀតអញ្ចឹងសុជីក៏មិនពេញចិត្តដែរដោយសារតែពួកយើងជ្រុះគ្នាអូនបែរទៅជារមរឹកកំពេញកំពង់បាត់សម្ដែងជំនួសបងមកប្រុសរបស់ឯងសង្ហាម្លេះសង្ហាស៊ីកើតមែនមកប្រុសរបស់ចាស់សុជីក៏គ្មានតម្លៃខ្ពស់ស្អីដែរមកទៅជួបគ្នាទៅលើកដំបងអញ្ចឹងខ្ញុំបានទិញកាដូជូនអ្នកទាំងអស់គ្នាក៏ប៉ុន្តែដោយសារកាដូច្រើនពេកអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលខាងក្រៅបានផលិតផលទាំងអស់នេះគឺខ្ញុំជូនអ្នកទាំងអស់គ្នាសុជីក្រៃអូនជួយចិត្តពណ៌ក្រហមអីនេះបងទិញជូនអូនអរគុណហើយនឹងមានខ្សែដៃពណ៌ក្រហមមួយនេះទៀតសុជីមើលប្រុសរបស់ឯងធ្វើល្អដែរឯងណានឹងមានខ្សែដៃទៀតយ៉ាងហោចណាស់ក៏តម្លៃជាង2000ដែរអេចាំតិចឡាននេះខ្ញុំធ្លាប់ស្គាល់នេះគឺជាឡានរបស់ក្រុមហ៊ុនតើមិនមែនជាឡានរបស់លោកទេខ្ញុំនិយាយឲ្យថាម្នាក់ហ្នឹងគ្រាន់តែជាអ្នកបើកឡានឯគេទេឡាននេះតាមពិតទៅគឺជាឡានរបស់ក្រុមហ៊ុនមែនតែក្រុមហ៊ុននោះគឺជាក្រុមហ៊ុនរបស់ខ្ញុំនៅអួតអីទៀតលោកដូចជាជាងសុជីអញ្ចឹងគឺប្រកែអួតណាលោកសើធំហើយប្តីរបស់ខ្ញុំទៅចូលធ្វើការនៅក្រុមហ៊ុនហ្នឹងដែរខ្ញុំនឹងឲ្យគាត់ប្តឹងលោកដែលយកឡានក្រុមហ៊ុនមកបើកចាំខ្ញុំបន្តិចអេជិះបងទេមកលោកធានប្រាប់ថាអ្នករសយគឺជាឯងត្រូវបានដកចេញហើយលោកក៏ពិតជាប្រធានក្រុមហ៊ុនមែនខ្ញុំនឹងឯងគឺជាមិត្តប្រុសរបស់ចាសុជីអរគុណលោកហើយមិនគួរណាស់ឲ្យលោកចំណាយពេលវេលាដ៏មានតម្លៃរបស់លោកទេមនុស្សខ្លះការងារខ្លះមានតម្លៃច្រើនជាងលុយ$100,000ទៀត